bạn chẳng mê đến tẹp bọn đừng vì chỉ sang ngayដើម្បីផលិតមាតិកាខ្ញុំបានផលិតជាវីដេអូខ្លីៗច្រើនហើយខ្ញុំគិតថាអង្គភូមិបងប្អូនអស់នេះបានទស្សនាបានមើលបានអីខ្លះហើយដែរហើយអំពីហេតុអីបានយើងធ្វើអនឡាញក៏បាន highlight ហើយដែរប៉ុន្តែឥឡូវចូលដល់មួយផ្នែកទៀតគឺមេរៀនទី1របស់យើងហេតុអីបានជាអ្នកហេតុអ្វីបានជាអ្នកលក់ខ្លះលក់ដាច់ខ្លាំងបងប្អូនទាំងអស់គ្នាមិនបាច់ថាចាំមើលឬក៏អង្កេតនៅក្នុងមេរៀនយើងទេបងប្អូនអង្គភូមិទាំងអស់គ្នាដែលបានលក់រាល់ថ្ងៃមានតោបខ្លួនឯងរាល់ថ្ងៃនៅក្នុងផ្សារដឹងហើយបាទដឹងថាហេតុអីបានជាអ្នកខ្លះលក់ដាច់ឆ្ងល់ហេតុអីបានលក់ដាច់នោះមួយហេតុអីបានជាតោបរបស់ខ្លួនឯងលក់ឥឡូវបើធំជាតោបយើងតោបណាមួយនៅក្នុងថ្នាក់រៀនហ្នឹងលក់ដាច់គិតតិចមើលថាតើហេតុអីបានជាខ្លួនឯងលក់ដាច់ជាងគេបាទហើយចុះហេតុអីបានតោបគេលក់មិនសូវដាច់ហើយចុះបើបច្រាស់ពីនឹងទៅវិញបាទតោបគេលក់ដាច់ហេតុអីបានយើងមិនដាច់មើលឥឡូវចូលគិតបន្តិចមកខ្ញុំមិនទាន់ទៅមុខទៀតទេសូមឲ្យលោកគ្រូអ្នកគ្រូ pause វីដេអូនឹងចេញសិនហើយទៅចង់សួរនាំនៅក្នុងថ្នាក់រៀនផ្ទាល់បាទអញ្ចឹងជាការពិតនៅក្នុងហេតុផលអាចមានច្រើនគេលក់ដាច់ប្រហែលជាទីតាំងគេល្អគេមានផលិតផលច្រើនមុខគេមានតំណែងច្រើនមុខគេផ្កាយតំណែងតំណងគេរੂរាយរាក់ទាក់គេអាចឲ្យលុយប្រដាក់លក់ជាពាក់ខ្លះលក់ប្រដាក់ខ្លះគេស្គាល់ច្រើនបាទគេមានសេវាល្អផលិតផលគេល្អមែនបាទមកទៀតបាទគេមានអ្នកលក់ស្អាតសង្ហាបាទស្អាតសង្ហាបើច្រឹកបង្កើតទៀតបង្កើតបាទផ្កាយរੂរាយរាក់ទាក់ញឹមបានទុនភ្លុនសុភាពរៀបសារឧទាហរណ៍មានហេតុផលជាច្រើនទៀតដែលធ្វើឲ្យហាងគេលក់ដាច់នៅក្នុងនោះក៏វាពាក់ព័ន្ធទីតាំងដែរតែខ្ញុំមិននិយាយទីតាំងទេដោយសារមេរៀនយើងបានជជែកគ្នាថាដោយសារតែវត្តមានអនឡាញអាជីវកម្មលែងមានព្រំដែនទៀតហើយមិនចាំបាច់មានតូបក៏បានដែរបាទអញ្ចឹងជាការពិតនៅក្នុងក្របខ័ណ្ឌនៃអាជីវកម្មខ្នាតតូចមែនទែនឬក៏ខ្នាតមីក្រូហ្នឹងមនុស្សទិញតំណែងណាដែលនេះដូចខ្ញុំ note នៅក្នុងនេះខ្លះបាទមនុស្សទិញតំណែងណាដែលអីដែលពួកគេមើលឃើញច្បាស់ទៅដាក់ហាងក៏ដោយបាទគាត់ទិញតំណែងណាដែលពួកគាត់មើលឃើញច្បាស់គាត់មិនអាចមើលមិនឃើញគាត់មិនអាចទិញទេបើតាមអនឡាញក៏ត្រូវតែរូបភាពច្បាស់ដែរមិនអញ្ចឹងពីព្រោះថាបើសិនជាមិនអញ្ចឹងគឺអត់ទិញទេរូបថតច្បាស់ធ្វើឲ្យគេទុកចិត្តជាការពិតរូបថតច្បាស់បានគេទុកចិត្តគេជឿជាក់គេឲ្យតម្លៃឬក៏គេមើលទៅវាតាក់ទាញតាក់ភ្នែករបស់គេអញ្ចឹងនៅរូបមេរៀនយើងមុនខ្ញុំបញ្ជាក់ឲ្យរូបមន្តទី4ដើម្បីតាក់ចិត្តរបស់អ្នកមើលបាទ attention ហ្នឹងត្រូវតែរូបភាពស្អាតវីដេអូស្អាតដែរបាទហើយគ្រាន់តែបង្ហោះមិនមែនមានន័យថាលក់ដាច់ទេកុំច្រឡំថាអូលោកគ្រូបរៀនហើយឲ្យតែបានដាក់លើអនឡាញ Facebook ឬ TikTok ទៅលក់ដាច់ទេមិនមែនទេគេមានរឿងច្រើនទៀតអញ្ចឹងក្នុងផ្នែកនេះខ្ញុំចង់បញ្ជាក់ជាសាមញ្ញដូចបងប្អូនអ៊ំពូមីងដែលលក់នំខ្មែរអញ្ចឹងរូបភាពបានច្បាស់ដាក់នៅក្នុងហ្នឹងគឺច្បាស់បែបហ្នឹងទី2មានតម្លៃប្រកបតម្លៃច្បាស់លាស់ដែរ10000រៀល10000រៀលពី10000 20000គឺយើងមិនអាចបលែងបន្លំកើតទេទី3មានតម្លៃសំដៅមានលេខទូរស័ព្ទពីព្រោះអីនៅពេលដែលយើងបង្ហោះលើបណ្ដាញសង្គមអត់មានអាហ្នឹងគឺអត់បានទេអញ្ចឹងរូបមន្តសាមញ្ញជួយចាំគ្នាអ៊ំពូមីងតម្លៃច្បាស់ហើយឡែកមួយផ្នែកទៀតដូចកន្លែងនេះខ្ញុំបាន highlight ជាការពិតនៅក្នុងអតិថិជនគាត់អស់រំលឹកមើលខ្លួនឯងឡើងវិញថាបើតម្លៃយើងដាក់មិនអស់ច្បាស់ហើយមិនមែនតែអញ្ចឹងទេសូម្បីនៅតាមតូបដូចនេះដែរបើដាក់តម្លៃច្បាស់គេចូលមើលភ្លាមគេដឹងភ្លាមឃើញហាងនៅសៀមរាបនៅអីជាដើមដាក់មនុយនៅមុខនឹងហ្មងបាទទាំងតម្លៃទាំងអីនឹងស្រាប់បាទហ្នឹងគឺបង្ហាញពីតម្លាភាពនឹងផ្ដល់លើទំនុកចិត្តទៅដល់អតិថិជនបាទតម្លៃមិនច្បាស់គេមិនស៊ូនាំបាទរសេវែងឆ្ងាយញ៉ៃពេកគេអស់រំលងបាត់នឹងលើបណ្ដាញសង្គមបើរូបថតងឹតទោះបីយើងធ្វើឆ្ងាញ់ប៉ុណ្ណាស្អាតប៉ុណ្ណាក៏គេមើលឃើញមិនស្អាតដែរបាទគេអស់រំលងបាត់ទៀតអញ្ចឹងនេះគឺជាបញ្ហាប្រឈមដែលបងប្អូនជាម្ចាស់អាជីវកម្មខ្នាតតូចមីក្រូត្រូវគិតគូរឲ្យបានហ្មត់ចួនហើយជាការពិតទៅកន្លែងហ្នឹងយើងមានការងារទៅធ្វើជាក្រុមខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអនុវត្តបន្តិចមើលជជែកគ្នាជាក្រុមបាទលោកគ្រូក្នុងថ្នាក់គឺរៀបចំជាក្រុមតែម្ដងតើមុនហេតុអីបានជាបងប្អូនសម្រេចចិត្តទិញអីវ៉ាន់តាមអនឡាញហើយបើមិនទិញតាមអនឡាញទេទៅទិញផ្ទាល់ពីមិត្តភ័ក្តិពីតូបដែលយើងធ្លាប់ស្គាល់ថ្ងៃហើយបានទិញបាទរៀបរាប់បន្តិចបាទហើយចំណុចណាខ្លះដែលធ្វើឲ្យបងប្អូនអ៊ំពូមីងទាំងអស់គ្នាទុកចិត្តអ្នកលក់ម្នាក់នោះបាទឥឡូវ
ការងារខ្លីៗសាមញ្ញប៉ុណ្ណឹងឯងឆ្លោះបញ្ចាំងពីអ្វីដែលខ្ញុំបានចែកម្លែកមិញគឺគិតតែពីចំណុចនឹងធំទេអញ្ចឹងធ្វើការងារជាក្រុមតិចទៅហើយធ្វើការឆ្លោះបញ្ចាំងពីអ្វីដែលខ្ញុំបានចែកម្លែកមិញខ្លីផ្ដើមសេចក្តីនៃមេរៀនរបស់យើងធ្វើម៉េចលក់ដាច់ឲ្យបានខ្លាំងតាមប្រព័ន្ធអនឡាញបាទ